បើកមកវីដេអូមកពុកម៉ែបងប្អូនអរគ្នាកុំច្រឡំណានឹងគឺជាអណ្ដាតគោស្ងោហើយនឹងគឺអណ្ដាតគោដែលប្តីខ្ញុំគាត់បានបកសម្អាតឲ្យស្អាតរួចហើយយើងយកទៅស្ងោហើយវាយទៅរបៀបធ្វើរបស់ចុងភៅមួយគេមានជំនាញក្នុងខ្លួនគេរៀងខ្លួនហើយឥឡូវនេះប្តីខ្ញុំគាត់បង្ហាញពីរបៀបបកអណ្ដាតគោនិងសម្អាតអណ្ដាតគោឲ្យស្អាតមុននឹងយើងយកទៅធ្វើម្ហូបទៅមុននឹងយើងយកទៅធ្វើម្ហូបមួយឲ្យភ្ញៀវគាត់ពិសាយើងមិនចេះតែធ្វើឲ្យរួចទៅពីដៃយើងត្រូវការសម្អាតធ្វើមិនឲ្យស្អាតឲ្យឲ្យមានអនាម័យហើយយើងធ្វើម្ហូបឆ្ងាញ់ទៀតបានត្រូវក្បួនហើយពុកម៉ែបងប្អូនអរគ្នានឹងគឺជាវិធីសម្អាតអណ្ដាតគោមុននឹងយើងយកទៅធ្វើម្ហូបយើងត្រូវដាំទឹកឲ្យពុះហើយយើងស្ងោរហើយយើងកោសយើងសម្អាតទៅពុកម៉ែបងប្អូនទាំងអស់គ្នាមើលតាប្តីខ្ញុំសម្អាតធ្វើទៅគឺស្អាតហើយមុននឹងយើងយកទៅធ្វើម្ហូបយើងត្រូវការធ្វើសម្អាតអញ្ចឹងណាដោយសារកុំឲ្យញ៉ាំទៅវាស្កាតវាអីហើយងាយទេមើលមកប៉ុន្តែអត់ដូចការគិតទេងាយតែអ្នកគាត់ធ្លាប់ធ្វើចុងភៅដូចប្តីខ្ញុំអញ្ចឹងគាត់មានជំនាញស្រ័យគាត់ចេះបានងាយបើសម្រាប់ខ្ញុំឲ្យទៅធ្វើអត់និយាយទៅហើយជាអត់ស្ទាត់ជំនាញដូចគាត់ទេហើយសម្អាតអត់ស្អាតទៀតបើថាពុកម៉ែបងប្អូនទាំងអស់គ្នាមានអណ្ដាតគោឬក៏បានទិញអណ្ដាតគោយកទៅធ្វើម្ហូបយើងត្រូវសម្អាតនឹងគឺជាវិធីឬក៏ចែករំលែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងមុននឹងយកទៅធ្វើម្ហូបគឺសម្អាតវាស្អាតទៅមើលមកងាយប៉ុន្តែឲ្យខ្ញុំធ្វើអត់កើតទេព្រោះគាត់ជំនាញគាត់ធ្លាប់ធ្វើដល់ច្រើនឆ្នាំហើយប្តីខ្ញុំគាត់ធ្វើចុងភៅអញ្ចឹងខ្ញុំក៏ចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងអ្នកខ្លះក៏គាត់បានដឹងហើយក៏អត់អីដែរវីដេអូហ្នឹងគ្រាន់តែជាវិធីនិងរបៀបបង្រៀនវិធីបកអណ្ដាតគោឲ្យស្អាតបានយើងយកទៅធ្វើម្ហូបទៅវាញ៉ាំទៅមានរសជាតិឆ្ងាញ់ទៅពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកខ្លះគាត់ដឹងគាត់អត់អីគាត់អាចមើលវីដេអូហ្នឹងក៏បានព្រោះហ្នឹងជាវីដេអូដែលចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលអ្នកគាត់អត់បានដឹងដូចខ្ញុំអញ្ចឹងខ្ញុំអត់ដែលដឹងเลยធ្លាប់តែញ៉ាំស្រាប់ធ្លាប់តែឆ្អិនហើយគឺញ៉ាំហើយដឹងហើយឆ្ងាញ់តែថាឲ្យដឹងពីរបៀបធ្វើគឺអត់ដឹងទេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាពេលដែលយើងសម្អាតស្អាតហើយយើងស្ងោរយើងវះទុកក្នុងទូទឹកកកពេលយើងត្រូវការធ្វើភ្លាមក៏បាននិយាយទៅអណ្ដាតគោហ្នឹងយកទៅធ្វើម្ហូបបានច្រើនមុខណាផ្សេងតែបងប្អូនមានចំណង់ចំណូលចិត្តហើយឆ្នៃម្ហូបនឹងបានបើតាមដែលខ្ញុំធ្លាប់ញ៉ាំខ្ញុំចាប់អារម្មណ៍ជាងគេម្ហូបអណ្ដាតគោឆាម្ទេសជ្រក់ហើយនឹងឆាអង្ក្រងអសង្កទៀតមើលទៅមានរសជាតិឆ្ងាញ់ណាហើយវិធីស្ងោរអណ្ដាតគោហើយនឹងសម្អាតអណ្ដាតគោគឺមាននៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនខ្លះក៏គាត់បានដឹងខ្លះក៏អត់បានដឹងដូចខ្ញុំអញ្ចឹងណាខ្ញុំអត់ដែលដឹងទេខ្ញុំទៅតែឃើញប្តីខ្ញុំគាត់សម្អាតនិយាយទៅនៅជាមួយគាត់រាប់ឆ្នាំប៉ុន្តែអត់ដែលចាប់អារម្មណ៍ពីវិធីសម្អាតទេទៅតែគាត់ថ្ងៃនេះគាត់ប្រាប់ថាយកទូរស័ព្ទថតហើយបង្ហាញពុកម៉ែបងប្អូនពីរបៀបសម្អាតអណ្ដាតគោឲ្យយើងយកទៅធ្វើម្ហូបទៅមានរសជាតិឈ្ងុយឆ្ងាញ់និយាយទៅកាន់តែឆ្ងាញ់ណាបើយើងអត់សម្អាតវាទេវាស្កាតអ្នកខ្លះគាត់អត់ដឹងអ្នកខ្លះក៏គាត់បានដឹងអញ្ចឹងណាហើយឃើញក្បាលវីដេអូមុនដំបូងពុកម៉ែបងប្អូនខ្ញុំគិតអីផ្ដាស់ហ្នឹងគឺជាបែបកំ pl ែងថតជូនពុកម៉ែបងប្អូននេះអណ្ដាតគោដែលយើងស្ងោរហើយយើងបានវះព្រោះប្តីខ្ញុំអត់ទាន់ធ្វើភ្លាមទេគាត់ចង់ភៅចឹងគាត់ត្រូវការសម្អាតទុកមុនសិនទុកពេលដែលមានភ្ញៀវគាត់ order កំងទៅបើយើងចាប់ផ្ដើមយកអណ្ដាតគោហ្នឹងទៅឆាទៅធ្វើម្ហូបតាមតែភ្ញៀវកំងហើយមើលមកវាប្លែកណាវាដូចប្លែកប៉ុន្តែវាមិនមែនអីទេវាគាត់ទៅជាតែគោដែលយើងស្ងោរទៅពុកម៉ែបងប្អូនទាំងអស់គ្នាយើងទៅកុំច្រឡំដូចមើលមកពីឃើញពីដើមក្បាលវីដេអូមើលមកដូចអីផ្សេងតែអត់មានអីទេគឺអណ្ដាតគោស្ងោរហើយឆ្អិនហើយក៏ប្តីខ្ញុំគាត់យកមកវះមកល្អអណ្ដាតគោនោះធំមែនទែនអណ្ដាតគោខ្មែរយើងហ្នឹងវាទៅវះមកសាច់ខាងក្នុងវាឡើងហមព្រោះវាជាអណ្ដាតគោទៅខ្ញុំក៏មើលមកក៏តំណងក៏បានថតហើយក៏ថតបែបកំ pl ែងទេណាពុកម៉ែបងប្អូនអរគ្នាហើយក៏កុំបកកាយបកកានវាក៏ទៅជាវីដេអូវិធីចែករំលែកទេអរគុណពុកម៉ែបងប្អូន